តើមានអ្វីកើតឡើងនៅពេលស្លាប់ដើម្បីឲ្យយល់ថាតើមានអ្វីកើតឡើងនៅពេលស្លាប់នោះយើងត្រូវយល់ជាមុនសិនថាតើអ្វីទៅសេចក្តីស្លាប់សេចក្តីស្លាប់គឺដូចជាផ្លូវបត់មួយនៅក្នុងទន្លេនៃវដ្តសង្សារសេចក្តីស្លាប់ហាក់ដូចជាទីបញ្ចប់នៃដំណើរហូរទៅរបស់វដ្តសង្សារហើយវាពិតជាចប់ដូច្នេះមែនបើនិយាយពីព្រះអរហន្តឬព្រះពុទ្ធដែលជាអ្នកបានរួចរដោះពេញបរិបូរណ៍ប៉ុន្តែចំពោះមនុស្សធម្មតាដំណើរហូរទៅនៃវដ្តសង្សារនេះនៅតែហូរបន្តទៅទៀតទោះបីក្រោយពេលស្លាប់ក៏ដោយសេចក្តីស្លាប់បញ្ចប់សកម្មភាពរបស់ជីវិតមួយហើយពេលបន្ទាប់ក៏ចាប់ផ្ដើមឡើងសម្រាប់ជីវិតមួយថ្មីទៀតមួយផ្នែកគឺជាពេលចុងបង្អស់នៃជីវិតនេះមួយផ្នែកទៀតគឺជាពេលដំបូងបង្អស់នៃជីវិតបន្ទាប់សេចក្តីស្លាប់ដូចជាព្រះអាទិត្យដែលលិចហើយរះភ្លាមឡើងវិញដោយគ្មានភាពងងឹតនៅពេលចន្លោះនោះឡើយឬមួយដូចជាការបញ្ចប់ចម្ពោះមួយនៅក្នុងសៀវភៅវដ្តសង្សារហើយចម្ពោះមួយទៀតនៃជីវិតក៏ចាប់ផ្ដើមឡើងនៅពេលជាបន្ទាប់នោះទោះបីគេមិនអាចរកអ្វីមកប្រៀបធៀបបានជាមួយដំណើរការពិតប្រាកដក៏ដោយក៏គេអាចនិយាយបានថាដំណើរហូរទៅនៃវដ្តសង្សារគឺដូចជារថភ្លើងមួយដែលបើកបរនៅលើផ្លូវដែកនៅពេលដែលទៅដល់ស្ថានីយ៍នៃសេចក្តីស្លាប់រថភ្លើងបងអង្គល្បឿនមួយរយៈពេលរួចហើយក៏បន្តល្បឿនដដែលតទៅទៀតរថភ្លើងមិនឈប់នៅស្ថានីយ៍ទេសូម្បីតែមួយរយៈពេលក៏ឥតអង្គឺមានដែរចំពោះអ្នកដែលមិនមែនជាព្រះអរហន្តដំណាក់នៃសេចក្តីស្លាប់មិនមែនជាដំណាក់ចុងបង្អស់ទេតែជាផ្លូវបំបែកមួយដែលមានផ្លូវផ្សេងទៀតចំនួន31បែកចេញពីនោះកាលណាវាទៅដល់ដំណាក់ភ្លាមរថភ្លើងត្រូវបើកចូលទៅផ្លូវណាមួយក្នុងចំណោមផ្លូវទាំង31នោះរួចក៏បន្តដំណើរទៅទៀតរថភ្លើងយ៉ាងលឿននៃវដ្តសង្សារនេះមានអគ្គិសនីរបស់សង្ខារនៃកម្មចាស់ជាប្រេងឥន្ធនៈសម្រាប់ជួយបន្តដំណើរទៅទៀតពីដំណាក់មួយទៅដំណាក់មួយនៅលើផ្លូវណាមួយដោយគ្មានឈប់ឈរការផ្លាស់ប្ដូរផ្លូវដែកនេះកើតមានឡើងដោយឯងគឺដូចជាទឹកកករលាយទៅជាទឹកហើយទឹកត្រជាក់កកទៅជាទឹកកកវិញតាមច្បាប់ធម្មជាតិយ៉ាងណាមិញការតភ្ជាប់គ្នាពីជីវិតមួយទៅជីវិតមួយគឺមានច្បាប់ធម្មជាតិជាអ្នកដឹកនាំត្រួតត្រាដោយស្របទៅតាមច្បាប់នេះរដ្ឋភ្លើងមិនត្រឹមតែត្រូវផ្លាស់ប្ដូរផ្លូវដែកដោយឯងទេតែត្រូវធ្វើផ្លូវដែកបន្តទៅទៀតដោយខ្លួនឯងដែរចំពោះរដ្ឋភ្លើងវដ្តសង្សារនេះដំណាក់នៃសេចក្តីស្លាប់ដែលរដ្ឋភ្លើងត្រូវផ្លាស់ប្ដូរផ្លូវនោះជាការសំខាន់ណាស់នៅត្រង់ទីនេះជីវិតនៃជាតិនេះត្រូវបោះបង់ចោលនេះគេហៅថាចុតិការលិចបាត់សេចក្តីស្លាប់រូបកាយត្រូវស្លាប់ហើយភ្លាមមួយរំពេចនោះជីវិតបន្ទាប់ក៏ត្រូវចាប់ផ្ដើមឡើងនេះគេហៅថាបដិសន្ធិការចាប់បដិសន្ធិឬការចាប់ផ្ដើមជីវិតបន្ទាប់ពេលចាប់បដិសន្ធិជាលទ្ធផលរបស់ពេលស្លាប់ហើយពេលស្លាប់ជាអ្នកបង្កើតពេលចាប់បដិសន្ធិដោយហេតុថាពេលស្លាប់ម្ដងបង្កើតពេលចាប់បដិសន្ធិទៅទៀតសេចក្តីស្លាប់មិនមែនគ្រាន់តែស្លាប់ទេតែជាកំណើតផងដែរនៅត្រង់ផ្លូវបំបែកនេះជីវិតផ្លាស់ទៅជាស្លាប់ហើយសេចក្តីស្លាប់ផ្លាស់ទៅជាកំណើតដូច្នេះជីវិតនីមួយជាការរៀបចំមួយសម្រាប់សេចក្តីស្លាប់ជាបន្ទាប់បើគេជាអ្នកមានបញ្ញាញាណគេត្រូវប្រើជីវិតនេះឲ្យបានយ៉ាងប្រសើរបំផុតហើយរៀបចំសេចក្តីស្លាប់ឲ្យបានយ៉ាងល្អប្រសើរសេចក្តីស្លាប់ដែលប្រសើរបំផុតគឺសេចក្តីស្លាប់ជាចុងក្រោយបំផុតគឺសេចក្តីស្លាប់របស់ព្រះអរហន្តដែលមិនមែនជាផ្លូវបំបែកទេតែជាដំណាក់ចុងក្រោយបំផុតនៅត្រង់ទីនេះរដ្ឋភ្លើងមិនត្រូវមានផ្លូវដែលអាចបើកបរតទៅទៀតបានឡើយប៉ុន្តែទម្រាំនឹងបានទៅដល់ដំណាក់ចុងបំផុតនេះគេត្រូវធ្វើយ៉ាងណាដើម្បីឲ្យសេចក្តីស្លាប់បង្កើតកំណើតមួយល្អប្រសើរហើយបានទៅដល់ដំណាក់ចុងបំផុតជាបន្តទៅទៀតទាំងអស់នេះគឺអាស្រ័យទៅលើខ្លួនឯងលើការខំប្រឹងប្រែងផ្ទាល់របស់យើងជាអ្នករចនាអនាគតផ្ទាល់ខ្លួនយើងជាអ្នកបង្កើតសុខុមាលភាពឬទុក្ខសោករបស់ខ្លួនយើងហើយជាអ្នកធ្វើការរំដោះរបស់ខ្លួនឯងផងដែរតើយ៉ាងដូចម្តេចបានជាយើងជាអ្នកបង្កើតផ្លូវទាំងឡាយសម្រាប់ទទួលរថភ្លើងនៃវដ្តសង្សារនេះដើម្បីឆ្លើយនឹងសំណួរនេះ
យើងត្រូវយល់ថាតើអ្វីទៅជាកម្មឬអំពើកម្មជាចេតនាល្អឬអាក្រក់ចេតនាជាកុសលឬជាអកុសលកើតឡើងនៅក្នុងចិត្តប្រែទៅជាឫសគល់នៃអំពើមួយដោយកាយដោយវាចាឬដោយចិត្តវិញ្ញាណកើតមានឡើងដោយមានការប៉ះនៅទ្វារគ្រឿងវិញ្ញាណរួចហើយសញ្ញាការដឹងការទទួលស្គាល់ឲ្យតម្លៃចំពោះការដែលបានពិសោធន៍ឃើញវេទនាក៏កើតមានឡើងរួចហើយសង្ខារប្រតិកម្មក៏កើតមានតទៅទៀតប្រតិកម្មដោយចេតនានេះមានច្រើនយ៉ាងណាស់ខ្លះមានសភាពដូចជាគំនូសនៅលើទឹកខ្លះមានសភាពដូចជាគំនូសនៅលើខ្សាច់ខ្លះមានសភាពដូចជាគំនូសនៅលើថ្មបើចេតនាជាកុសលអំពើក៏ជាកុសលហើយផលក៏ជាលទ្ធផលល្អមានអត្ថប្រយោជន៍បើចេតនាជាអកុសលអំពើជាអកុសលហើយលទ្ធផលជាលទ្ធផលអាក្រក់ហើយឲ្យផលជាទុក្ខលទ្ធផលទាំងអស់នោះមិនមែនសុទ្ធតែបង្កបង្កើតជីវិតថ្មីមួយទេប្រតិកម្មខ្លះដែលសើមិនសូវជ្រៅមិនឲ្យលទ្ធផលអ្វីជាសំខាន់ទេប្រតិកម្មខ្លះដែលធ្ងន់ជាងនេះបន្តិចឲ្យលទ្ធផលនៅក្នុងជាតិនេះវាមិននាំឲ្យលទ្ធផលទៅក្នុងជាតិបន្ទាប់ទេប្រតិកម្មខ្លះទៀតដែលធ្ងន់មែនទែនបន្តដំណើរហូតទៅនៃជីវិតរហូតទៅដល់ជាតិជាបន្ទាប់ប៉ុន្តែវាមិនផ្ដល់កំណើតថ្មីទៀតទេវាអាចបន្តការបង្កើនចំនួននៅក្នុងជាតិនេះនិងជាតិជាបន្ទាប់ប៉ុន្តែកម្មជាច្រើនជាកម្មដែលនាំឲ្យកំណើតជីវិតមួយថ្មីទៀតកម្មទាំងនោះគេហៅថាភវកម្មឬភវសង្ខារគឺកម្មដែលនឹងឲ្យកំណើតឲ្យជីវិតមួយថ្មីទៀតភវសង្ខារនីមួយនាំឲ្យមានដំណើរនៃវដ្តសង្សារហើយមានកម្លាំងម៉ាញេទិកដែលភ្ជាប់ធម្មធាតុនៃឋានពិសេសមួយធម្មធាតុនៃភវកម្មពិសេសត្រូវចូលទៅរួមជាមួយធម្មធាតុនៃភវលោកដែលមានថាមពលដូចគ្នាហើយធម្មធាតុទាំងពីរនេះនឹងប្រទាក់ប្រទាញគ្នាស្រូបទៅតាមច្បាប់សកលនៃធម្មជាតិរបស់កម្លាំងកម្មដរាបណាភវកម្មមួយកើតឡើងភ្លាមដរាបនោះរដ្ឋភ្លើងវដ្តសង្សារនឹងត្រូវទាញស្រូបចូលទៅក្នុងផ្លូវណាមួយក្នុងចំណោមផ្លូវទាំង31នៅដំណាក់នៃសេចក្តីស្លាប់តាមការជាក់ស្ដែងផ្លូវទាំង31នេះគឺជាឋានទាំង31ដែលមានឋានកាមលោក11ជាន់គឺឋានថោកទាប4ប្រេតនរកដេរេឆានអសុរកាយឋានមនុស្សលោក1ឋានទេវលោក6ឋានព្រហ្ម20ជាន់គឺរូបព្រហ្ម16និងអរូបព្រហ្ម4នៅពេលចុងក្រោយនៃជាតិនេះភវសង្ខារពិសេសមួយកើតមានឡើងសង្ខារនេះអាចនឹងឲ្យកំណើតមួយថ្មីនិងមានទំនាក់ទំនងជាមួយធម្មធាតុនៃឋានដែលជាសម្ព័ន្ធគ្នានៅពេលស្លាប់ឋានទាំង31ត្រូវបើកចំហសង្ខារដែលលេចចេញមកជាអ្នកសម្រេចអំពីផ្លូវដែលរដ្ឋភ្លើងនៃជាតិជាបន្ទាប់ត្រូវប្រកាន់យកតាមរបៀបដូចគ្នានេះដែរកាលណារដ្ឋភ្លើងបើកចូលទៅក្នុងផ្លូវថ្មីមួយកម្លាំងប្រតិកម្មរបស់ភវកម្មនឹងរុញដំណើរហូតទៅនៃវិញ្ញាណឲ្យចូលទៅក្នុងជាតិជាបន្ទាប់ឧទាហរណ៍ភវកម្មនៃកំហឹងឬការព្យាបាទដែលមានធម្មជាតិនៃកម្ដៅនិងភាពអន្ទះអន្ទែងត្រូវរួមបញ្ចូលជាមួយឋានថោកទាបណាមួយដោយគ្នានេះដែរអ្នកដែលមានធម្មធាតុនៃមេត្តាករុណាដែលមានធម្មធាតុនៃសន្តិភាពនិងភាពត្រជាក់អាចរួមបញ្ចូលបានតែជាមួយព្រហ្មលោកតែប៉ុណ្ណោះនេះជាច្បាប់ធម្មជាតិហើយច្បាប់នេះត្រឹមត្រូវមានរបៀបរៀបរយហើយប្រព្រឹត្តទៅឥតខ្ចោះជាការពិតមែនហើយគេត្រូវយល់ថាឥតមានអ្នកជិះនៅក្នុងរថភ្លើងក្រៅអំពីកម្លាំងនៃគំនរសង្ខារទេតាមធម្មតានៅពេលស្លាប់សង្ខារខ្លាំងខ្លះនឹងលេចចេញមកវាអាចមានធម្មជាតិជាកុសលឬជាអកុសលឧទាហរណ៍បើនរណាម្នាក់បានសម្លាប់ឪពុករឺម្ដាយឬបានសម្លាប់អរិយបុគ្គលណាមួយអង្គនោះរឿងនេះនឹងលេចចេញមកនៅពេលស្លាប់ដូចគ្នានេះដែរបើនរណាម្នាក់បានបដិបត្តិវិធីកម្មដ្ឋានយ៉ាងជ្រៅនោះសភាពចិត្តនេះនឹងលេចចេញមកនៅពេលនោះដែរកាលណាគ្មានភវកម្មខ្លាំងបែបនេះលេចចេញមកទេនោះកម្មដែលមានកម្លាំងតិចជាងនេះនឹងលេចចេញមកបើចិត្តនឹកឃើញបែបណាវានឹងបញ្ចេញខ្លួនឲ្យឃើញជាកម្មបែបនោះឧទាហរណ៍គេអាចនឹកឃើញអំណោយទានជាចង្ហាន់បណ្ឌបាត
ដែលគេបានធ្វើចំពោះអរិយបុគ្គលណាមួយអង្គឬឃាតកម្មណាមួយដែលគេបានធ្វើការនឹកឃើញកម្មចាស់បែបនេះអាចនឹងលេចចេញមកពំនុះសោតរបស់ដែលតាក់ទងនឹងកម្មពិសេសនេះអាចនឹងលេចចេញមកគេអាចមើលឃើញបាយមួយចានពេញដែលគេបានឲ្យជាទានឬគេអាចមើលឃើញកម្មភ្លើងដែលគេបានប្រើដើម្បីសម្លាប់អ្នកដទៃនេះគេហៅថាកម្មនិមិត្តគឺសញ្ញារបស់កម្មឬជួនកាលសញ្ញាឬនិមិត្តរូបនៃជាតិជាបន្ទាប់អាចលេចចេញមកនេះគេហៅថាគតិនិមិត្តគឺសញ្ញានៃសេចក្តីស្លាប់និមិត្តនេះស្របគ្នានឹងភវលោកដែលដំណើរហូតទៅដើរឆ្ពោះទៅរកវាអាចជារឿងនៅក្នុងទេវលោកឬនៅក្នុងសត្វលោកផងដែរមនុស្សដែលចិត្តស្លាប់នឹងពិសោធន៍ឃើញសញ្ញាមួយជាការព្រមានជាមុនដូចជាភ្លើងចង្គៀងរបស់រថភ្លើងដែលបំភ្លឺផ្លូវនៅខាងមុខធម្មធាតុនៃនិមិត្តទាំងនេះគឺដូចគ្នាសុទ្ធសាធនឹងធម្មធាតុរបស់ឋាននៃជាតិជាបន្ទាប់អ្នកចម្រើនវិបស្សនាល្អមានលទ្ធភាពអាចជៀសវាងផ្លូវដែលនាំទៅរកឋានថោកទាបបានគេស្គាល់ច្បាប់ធម្មជាតិយ៉ាងច្បាស់ហើយហាត់វឹកវើដើម្បីប្រឈមមុខនឹងសេចក្តីស្លាប់បានគ្រប់វេលាកាលណាគេមានអាយុកាន់តែច្រើនគេរឹតតែត្រូវការរៀបចំខ្លួនគេឲ្យកាន់តែខ្លាំងថែមទៀតដើម្បីឲ្យមានសតិដឹងគ្រប់វេលាតើគេត្រូវរៀបចំខ្លួនយ៉ាងដូចម្តេចគេត្រូវបដិបត្តិបច្ចេកទេសវិបស្សនាដោយស្ថិតនៅជាឧបេក្ខាចំពោះវេទនាទាំងឡាយដែលលេចចេញមកនៅលើកាយហើយតាមរបៀបនេះគេវាយបំបាក់ផ្នត់ទម្លាប់ដែលចេះតែធ្វើប្រតិកម្មទៅរកវេទនាទាំងនោះធ្វើយ៉ាងនេះចិត្តដែលធ្លាប់តែបង្កបង្កើតសង្ខារអកុសលថ្មីនឹងមានទម្លាប់ថ្មីដោយស្ថិតនៅជាឧបេក្ខានៅពេលចិត្តស្លាប់គេត្រូវពិសោធន៍ឃើញវេទនាឈឺចុកចាប់យ៉ាងខ្លាំងចរាភយធិមរណៈគឺជាទុក្ខវាបង្កើតវេទនាឈឺចុកចាប់យ៉ាងក្រោតក្រៀតបើគេមិនបានហាត់វឹកវើឲ្យចេះពិនិត្យមើលវាដោយឧបេក្ខាទេនោះគេនឹងធ្វើប្រតិកម្មជាកំហឹងជាការក្រេវក្រោធជាគំនិតព្យាបាទបង្កើតជាឱកាសមួយសម្រាប់ឲ្យធម្មធាតុនៃភវសង្ខារបែបដូចគ្នានេះលេចចេញមកប៉ុន្តែបើគេជាអ្នកបដិបត្តិវិបស្សនាបានរីកចម្រើននោះគេអាចជៀសវាងដោយមិនធ្វើប្រតិកម្មទៅរកវេទនាយ៉ាងឈឺចុកចាប់ទាំងនោះបានដោយរក្សាភាពឧបេក្ខានៅពេលចិត្តស្លាប់នៅពេលនោះសូម្បីតែសង្ខារដែលមានទំនាក់ទំនងទៅនឹងភវសង្ខារដែលដេកសំងំយ៉ាងជ្រៅនៅក្នុងភវង្គចិត្តក៏គ្មានឱកាសនឹងលេចចេញមកទេមនុស្សធម្មតាច្រើនតែមានការព្រួយបារម្ភមានការភ័យខ្លាចយ៉ាងខ្លាំងថែមទៀតផងនៅពេលចិត្តស្លាប់នេះជាឱកាសមួយដែលធ្វើឲ្យភវសង្ខារនៃការភ័យខ្លាចឡើងមកផ្ទៃខាងលើតាមរបៀបដូចគ្នានេះដែរការយំសោកខ្សឹកខ្សួលសេចក្តីទុក្ខព្រួយដែលបណ្ដាលមកពីការនឹកឃើញដល់ការព្រាត់ប្រាសពីអ្នកដែលជាទីស្រឡាញ់អាចនឹងកើតមានឡើងរួចហើយសង្ខារដែលតាក់ទងនឹងរឿងនេះក៏លេចចេញមកហើយគ្របសង្កត់ទៅលើចិត្តចំពោះអ្នកបដិបត្តិវិបស្សនាល្អដោយសារការពិនិត្យមើលវេទនារបស់គេដោយឧបេក្ខាគេនឹងធ្វើឲ្យសង្ខារទាំងនោះទន់ខ្សោយហើយមិនអាចនឹងឡើងមកផ្ទៃខាងលើបានឡើយនៅពេលដែលគេស្លាប់ការរៀបចំពិតប្រាកដគឺពង្រីកផ្នត់ទម្លាប់ពិនិត្យមើលវេទនានៅលើរូបកាយនិងនៅក្នុងចិត្តដោយឧបេក្ខាឲ្យបានជាប់ជានិច្ចនិងដោយមានការយល់អំពីភាពជាអនិច្ចំមិនទៀងនៅពេលស្លាប់ផ្នត់ទម្លាប់ឧបេក្ខាយ៉ាងមាំនេះនឹងលេចចេញមកដោយឯងហើយផ្លូវរថភ្លើងនៃជាតិនេះត្រូវតភ្ជាប់ជាមួយផ្លូវមួយដែលគេអាចបដិបត្តិវិបស្សនាបាននៅក្នុងជាតិថ្មីតាមរបៀបនេះគេអាចជួយខ្លួនគេមិនឲ្យទៅកើតក្នុងឋានថោកទាបហើយថែមទាំងបានជួយខ្លួនគេឲ្យទៅដល់ឋានខ្ពង់ខ្ពស់ណាមួយថែមទៀតផងជំហាននេះជាជំហានសំខាន់ណាស់ព្រោះនៅក្នុងឋានថោកទាបគេមិនអាចចម្រើនវិបស្សនាបានទេនៅពេលចិត្តស្លាប់អ្នកចម្រើនវិបស្សនាដែលមានភ័ព្វវាសនាល្អមានញាតិមិត្តចិត្តខ្លួនអាចចម្រើនវិបស្សនាហើយបង្កើតធម្មធាតុនៃមេត្តាដែលជាធាតុមួយយ៉ាងប្រសើរជួយឲ្យគេស្លាប់ដោយសន្តិភាពអ្នកទាំងនេះនឹងជួយរក្សាធម្មធាតុល្អដែលគ្មានសេចក្តីសោកខ្សឹកខ្សួលនិងគ្មានទុក្ខព្រួយជួនកាលនៅពេលស្លាប់អ្នកដែលមិនមែនជាអ្នកចម្រើនកម្មដ្ឋាន
អាចទៅកើតក្នុងឋានល្អដោយបានបំពេញភវសង្ខារជាកុសលដូចជាធ្វើទានរក្សាសិលឬបំពេញអំពើជាកុសលដទៃណាទៀតប៉ុន្តែការសម្រេចយ៉ាងប្រសើរដែលអ្នកតាំងសុបក្នុងវិបស្សនាអាចធ្វើគឺការដែលគេអាចបានទៅដល់ឋានមួយដែលគេនៅតែបន្តការបដិបត្តិវិបស្សនាបានតាមរបៀបនេះដោយការបន្ថយទំហំគំនោភវសង្ខារបន្តិចម្ដងគេអាចធ្វើឲ្យដំណើរនៅក្នុងវដ្តសង្សាររបស់គេចុះខ្លីទៅហើយបានទៅដល់គោលដៅយ៉ាងឆាប់រហ័សផងគេបានជួបព្រះធម៌នៅក្នុងជាតិនេះគឺដោយសារកុសលផលបុណ្យដែលគេបានបំពេញក្នុងអតីតកាលសូមលោកអ្នកប្រើជីវិតជាមនុស្សនេះឲ្យបានជោគជ័យជាទីបំផុតដោយបដិបត្តិវិបស្សនាដើម្បីកាលណាសេចក្តីស្លាប់ចូលមកដល់ឲ្យវាចូលមកដោយមានចិត្តជាឧបេក្ខាហើយនាំមកនៅសុខុមាលភាពក្នុងអនាគតកាលជាមួយផងសំណួរនិងចម្លើយតាក់ទងនឹងសេចក្តីស្លាប់សំណួរតើអ្នកបដិបត្តិវិបស្សនាត្រូវធ្វើយ៉ាងដូចម្តេចដើម្បីទប់ទល់នឹងទុក្ខព្រួយក្រោយពេលដែលមានអ្នកជាទីស្រឡាញ់ស្លាប់ចម្លើយលោក Goenka ទី1អ្នកបដិបត្តិវិបស្សនាត្រូវតែមានបញ្ញាញាណយល់ច្បាប់របស់ធម្មជាតិអ្នកស្លាប់គឺគេស្លាប់ទៅហើយគេមិនអាចត្រឡប់មកវិញបានទេទោះបីជាយើងខំយំសោកហើយខំបន់ស្រន់យ៉ាងណាក៏ដោយយើងទាំងអស់គ្នាសុទ្ធតែយល់ថាអ្នកស្លាប់គឺស្លាប់រហូតហើយប៉ុន្តែយើងមិនយល់ទេថានៅពេលដែលយើងនឹកទៅដល់អ្នកស្លាប់កាលណាយើងបង្កើតធម្មធាតុនៃសេចក្តីទុក្ខព្រួយឬធម្មធាតុនៃការយំសោកធម្មធាតុនឹងត្រូវទៅដល់មនុស្សជាទីស្រឡាញ់ដែលស្លាប់នោះទោះអ្នកនោះនៅដល់ទីឋានណាក៏ដោយអ្នកស្លាប់នឹងទទួលរងទុក្ខដោយសារធម្មធាតុនេះគ្មាននរណាម្នាក់ចង់ឲ្យអ្នកស្លាប់ជាទីស្រឡាញ់រងទុក្ខទេយើងតែងតែចង់ឲ្យអ្នកនោះបានសុខសប្បាយបានសន្តិភាពនិងបានរួចរដោះទោះអ្នកនោះស្ថិតនៅទីណាក៏ដោយប៉ុន្តែតាមការយំសោកគឺយើងបញ្ជូនធម្មធាតុដែលធ្វើឲ្យមនុស្សនោះរឹងរិតតែរងទុក្ខថែមទៀតតាមការពិតយើងធ្វើទុក្ខដល់មនុស្សដែលយើងចង់ឲ្យគេបានសុខសប្បាយទៅវិញទេលទ្ធផលអាក្រក់ទី2នៅពេលដែលយើងយំសោកយើងសាបព្រោះក្របពូជនៃសង្ខារទុក្ខព្រួយយើងប្រែទៅជារងទុក្ខយ៉ាងខ្លាំងហើយក្របពូជនៃទុក្ខនេះនឹងនាំមកនៅពេលអនាគតគ្មានអ្វីក្រៅអំពីទុក្ខឡើយធម្មជាតិមិនរវល់ថាតើការសាបព្រោះក្របពូជនេះមានហេតុត្រឹមត្រូវសមរម្យឬមិនសមរម្យទេបើក្របពូជជាទុក្ខនោះវាត្រូវតែនាំទុក្ខមកឲ្យនៅទីបំផុតយើងបង្កើតផ្នត់ទម្លាប់មួយនៅក្នុងចិត្តហើយដោយយើងជួយឧបត្ថម្ភវាយើងក៏ប្រែទៅជារងទុក្ខកាន់តែខ្លាំងឡើងផ្នត់ទម្លាប់នេះនឹងនាំមកនៅទុក្ខយ៉ាងធំតទៅអនាគតផងដែរយើងបានចាប់ផ្ដើមធ្វើទុក្ខដល់ខ្លួនយើងដោយបានបង្កើតក្របពូជនៃសេចក្តីទុក្ខលទ្ធផលអាក្រក់ទី3វេទនាជាទុក្ខដែលយើងបានបង្កើតនេះនឹងជ្រួតជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញខ្លួនយើងអ្នកណាម្នាក់នៅជិតខ្លួនយើងនឹងប្រែទៅជាមិនសប្បាយដោយសារតែវេទនាជាទុក្ខរបស់យើងបានចាប់ផ្ដើមធ្វើទុក្ខដល់ខ្លួនឯងធ្វើទុក្ខដល់អ្នកជិតស្និទ្ធនិងជាទីស្រឡាញ់របស់យើងដែលនៅរស់ហើយធ្វើទុក្ខដល់អ្នកជិតស្និទ្ធនិងជាទីស្រឡាញ់របស់យើងដែលស្លាប់ទៅហើយថែមទៀតផងដូច្នេះឃើញថាអំពើរបស់យើងផ្ដល់ទុក្ខតាមរបៀប3យ៉ាងនេះមនុស្សដែលមានបញ្ញាញាណសង្កេតឃើញថាកាលណាគេនឹកទៅដល់សេចក្តីស្លាប់សេចក្តីទុក្ខអាចនឹងកើតមានឡើងតែភ្លាមមួយរំពេចនោះគេខំធ្វើចិត្តគេឲ្យស្ងប់ហើយតាំងបង្កើតធម្មធាតុនៃមេត្តាករុណាធម្មធាតុដែលពោពេញទៅដោយសុភមង្គលដោយសន្តិភាពនិងដោយសុខដុមរមនាធម្មធាតុនេះនឹងបានទៅដល់អ្នកស្លាប់នាំឲ្យអ្នកនេះមានសន្តិភាពកាន់តែច្រើនថែមទៀតការបដិបត្តិចម្រើនមេត្តានេះបង្កើតសង្ខារនៃសន្តិភាពនិងសុខដុមរមនាហើយនាំសន្តិភាពនិងសុខដុមរមនានេះទៅឲ្យអ្នកស្លាប់ម្យ៉ាងទៀតធម្មធាតុនៃមេត្តានឹងជ្រួតជ្រាបទៅក្នុងបរិយាកាសនាំឲ្យបរិយាកាសមានភាពសុខដុមរមនាផងដែរដូច្នេះអត្ថប្រយោជន៍បានកើតមានឡើងតាមរយៈព្រះធម៌ចំនួន3យ៉ាងដូចមានរៀបរាប់ខាងលើនេះមរណភាពក្នុងគន្លងធម៌របស់ម្ដាយលោក Goenka នៅក្នុងឆ្នាំ1985មានសិស្សម្នាក់បានសួរលោក Goenka ថា
តើនៅពេលស្លាប់គេអាចដឹងវេទនាបានឬទេដើម្បីឆ្លើយនឹងសំណួរនេះលោក Goenka បាននិទានរឿងមួយស្ដីពីមរណភាពនៃម្ដាយចិញ្ចឹមរបស់លោកដូចតទៅ Goenka ខ្ញុំជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំង6កាលខ្ញុំនៅក្មេងខ្ចីនៅឡើយឪពុកមាម្ដាយមីងរបស់ខ្ញុំលោកទ្វាកាទុសនិងអ្នកស្រីរាមាទេវី Goenka បានសុំខ្ញុំមកធ្វើជាកូនចិញ្ចឹមជាមួយកូនស្រីបង្កើតទាំង6នាក់របស់គាត់ម្ដាយចិញ្ចឹមខ្ញុំជាសិស្សយ៉ាងភក្តីរបស់លោកគ្រូខ្ញុំលោក Sayaki Ubakin នៅឆ្នាំទី7នៃការបដិបត្តិវិបស្សនារបស់គាត់ក្រោមការដឹកនាំរបស់លោក Ubakin គាត់បានរីកចម្រើនយ៉ាងខ្លាំងហើយលោក Ubakin ចូលចិត្តគាត់ណាស់តាមការដែលគេដឹងម្ដាយខ្ញុំជាសិស្សតែម្នាក់គត់ដែលបានស្លាប់នៅចំពោះមុខលោក Sayaki Ubakin នៅឆ្នាំ1967ពេលដែលម្ដាយខ្ញុំមានអាយុប្រហែល70ឆ្នាំគ្រូពេទ្យបានរកឃើញថាគាត់មានជំងឺមហារីកនៅក្នុងថ្លើមយ៉ាងធ្ងន់ណាស់ទៅហើយយើងនៅក្នុងគ្រួសារមិនដឹងថាគាត់ឈឺប៉ុន្មានឆ្នាំមកហើយទេពីព្រោះគាត់មិនដែលត្អូញត្អែអ្វីទាល់តែសោះគឺទាល់តែប្រហែល1អាទិត្យមុនគាត់ស្លាប់ទើបគាត់និយាយយ៉ាងធម្មតាអំពីការឈឺចាប់នៅក្នុងថ្លើមរបស់គាត់នោះនៅពេលដែលប្រពន្ធខ្ញុំសួរគាត់អំពីការឈឺចាប់របស់គាត់បានឆ្លើយថាគាត់មានការឈឺចាប់ដូចជាពេលគេសម្រាលកូនអញ្ចឹងខុសគ្នាតែត្រង់ថាគាត់ឈឺគ្មានពេលស្រាកតែប៉ុណ្ណោះក្នុងរយៈពេល7ឆ្នាំមុនគាត់ស្លាប់គាត់បានចម្រើនកម្មដ្ឋានដោយហ្មត់ចត់ល្អណាស់គាត់អញ្ជើញទៅមជ្ឈមណ្ឌលកម្មដ្ឋានគ្រប់ពេលដែលមានធម្មសិក្សាទោះបីធម្មសិក្សា10ថ្ងៃ1ខែឬប៉ុន្មានថ្ងៃក៏ដោយបងវិចខោអាវរបស់គាត់មានជាប់បម្រុងជានិច្ចគាត់មានធ្វើធម្មសិក្សាផ្ទាល់ខ្លួននៅផ្ទះផងដែរទោះបីគាត់កើតក្នុងចំណោមអ្នកមានជំនឿភក្តីក៏ដោយក៏គាត់លែងយកចិត្តទុកដាក់នឹងពិធីបុណ្យឬពិធីសាសនាអ្វីទៀតហើយគាត់បានបោះបង់ចោលពិធីទាំងនោះអស់ហើយ7ថ្ងៃក្រោយពេលដែលគ្រូពេទ្យបានរកឃើញថាគាត់មានជំងឺមហារីករហូតដល់ពេលស្លាប់គាត់មិនអនុញ្ញាតឲ្យនរណានិយាយអំពីជំងឺគាត់ជាមួយគាត់ឡើយគាត់បានបង្គាប់យ៉ាងតឹងរ៉ឹងថាទាល់តែអ្នកចម្រើនវិបស្សនាទើបអាចចូលទៅកាន់បន្ទប់គាត់បានហើយចូលទៅដើម្បីគ្រាន់តែចម្រើនកម្មដ្ឋានតែប៉ុណ្ណោះគេអាចចម្រើនកន្លះម៉ោង1ម៉ោងឬលើសពីនេះរួចហើយត្រូវចេញទៅវិញដោយស្ងៀមស្ងាត់នៅក្នុងសហគមន៍ហិណ្ឌូយើងគេមានទំនៀមទម្លាប់ថាមិត្តភ័ក្តិរបស់អ្នកជិតស្លាប់ត្រូវចូលទៅក្នុងផ្ទះដើម្បីគោរពអ្នកជិតស្លាប់នេះម្ដាយខ្ញុំជាអ្នកមានប្រជាប្រិយភាពណាស់នៅក្នុងសហគមន៍ហិណ្ឌូហើយមានមនុស្សជាច្រើនមានបំណងចង់ចូលទៅសួរសុខទុក្ខគាត់នៅពេលដែលគាត់មានជំងឺជាអវសាននេះចំពោះអ្នកដែលមិនមែនជាអ្នកចម្រើនកម្មដ្ឋានគាត់បានបញ្ជាថាឲ្យចូលមកបានតែមិនត្រូវចូលទៅក្នុងបន្ទប់ទេត្រូវគ្រាន់តែអង្គុយដោយស្ងៀមស្ងាត់នៅខាងក្រៅទ្វារវាំងននតែប៉ុណ្ណោះម្ដាយខ្ញុំមិនត្រូវការព្យាបាលទេតែក្នុងឋានៈជាកូនខ្ញុំត្រូវតែរៀបចំឲ្យមានការព្យាបាលជូនគាត់រៀងរាល់ថ្ងៃគ្រូពេទ្យប្រចាំគ្រួសារឬគ្រូពេទ្យពិសេសតែងតែមកពិនិត្យមើលគាត់កាលណាគេសួរអំពីការឈឺចាប់របស់គាត់ឆ្លើយថាមែនហើយវាមានការឈឺចាប់មែនតែធ្វើម៉េចនេះជាអនិច្ចាសេចក្តីមិនទៀងតាមភាសាភូមាគាត់មិនយកចិត្តទុកដាក់នឹងការឈឺចាប់របស់គាត់ទេនៅព្រឹកមួយនោះគ្រូពេទ្យពិសេសមានការព្រួយបារម្ភដោយការឈឺចាប់នេះដែលនាំឲ្យគាត់សម្រានមិនលក់នៅពេលដែលលោកគ្រូពេទ្យសួរគាត់ថាតើអ្នកស្រីសម្រានលក់ស្រួលបួលឬទេយប់មិញនេះគាត់ក៏ឆ្លើយតបថាទេខ្ញុំមិនបានដេកទេលោកគ្រូពេទ្យក៏សរសេរសម្បត្តិបញ្ញត្តិថ្នាំសម្រាប់ឲ្យដេកលក់ដែលគាត់បានលេបនៅពេលយប់នោះដល់ស្អែកឡើងគ្រូពេទ្យបានអញ្ជើញមកទៀតហើយសួរគាត់ថាតើអ្នកស្រីបានសម្រានលក់ឬទេគាត់ឆ្លើយតបថាទេនៅថ្ងៃទី3គេសួរគាត់ទៀតគាត់ក៏ឆ្លើយពាក្យដដែលថាគាត់ដេកមិនលក់ទេទោះបីគាត់មិនត្អូញត្អែអ្វីក៏ដោយក៏គ្រូពេទ្យមានការព្រួយបារម្ភណាស់ព្រោះថាបានជាគាត់សម្រានមិនលក់គឺច្បាស់ជាមកពីគាត់មានការឈឺចាប់ខ្លាំងណាស់ហើយនៅពេលនោះដោយមកពីការផលិតជាតិថ្នាំមានការខ្វះខាតលោកគ្រូពេទ្យក៏សរសេរសម្បត្តិឲ្យទិញថ្នាំ3មុខជំនួសគ្នា
សម្រាប់លេបថ្នាំណាមួយក៏បានគេទិញបានថ្នាំទាំង3មុខនេះដែលសុទ្ធតែជាថ្នាំខ្លាំងហើយដោយការភ័ន្តច្រឡំម្ដាយខ្ញុំក៏ពិសាថ្នាំទាំង3មុខនេះជាមួយគ្នាក្នុងពេលនោះទៅនៅពេលព្រឹកស្អែកឡើងម្ដាយខ្ញុំបាននិយាយថាគាត់គ្រាន់តែធ្ងន់ត្របកភ្នែកតែគាត់មិនបានសម្រានពេញមួយយប់នៅពេលនោះខ្ញុំក៏នឹកឃើញថាលោកគ្រូពេទ្យមិនយល់រឿងនេះទេចំពោះអ្នកវិបស្សនាការទទួលទានដំណេកមិនជាការសំខាន់ទេជាពិសេសចំពោះមនុស្សចិត្តស្លាប់ទោះបីមានថ្នាំសម្រាប់ជួយរងាប់ចិត្តក៏ដោយក៏ការបដិញ្ញាចិត្តយ៉ាងដាច់ខាតរបស់ម្ដាយខ្ញុំបានធ្វើឲ្យគាត់នៅមានភាពវាងវៃជានិច្ចគាត់បានបដិបត្តិការចម្រើនវិបស្សនាគ្រប់វេលាខ្ញុំបានពន្យល់ប្រាប់គ្រូពេទ្យថាថ្នាំដែលធ្វើឲ្យដេកលក់នេះគ្មានប្រសិទ្ធភាពដល់ម្ដាយខ្ញុំទេតែលោកគ្រូពេទ្យមិនយល់ក៏បាននិយាយប្រាប់ខ្ញុំវិញថាខ្ញុំបានជូនថ្នាំដល់គាត់តែថ្នាំនេះនៅតែមិនអាចជួយឲ្យគាត់សម្រានលក់ទៀតនេះមានន័យថាគាត់មានការឈឺចាប់ខ្លាំងណាស់ខ្ញុំក៏និយាយថាមិនមែនការឈឺចាប់ទេដែលធ្វើឲ្យគាត់នៅភ្ញាក់ដឹងខ្លួននោះគឺវិបស្សនាទេដែលធ្វើឲ្យគាត់នៅមានសតិដឹងចំពោះវេទនារបស់គាត់នៅពេលដែលយើងដើរចេញពីបន្ទប់គ្រូពេទ្យបាននិយាយថាចំពោះម្ដាយរបស់លោកនេះគឺមានអ្វីពិសេសណាស់នៅជិតផ្ទះនេះមានស្ត្រីម្នាក់អាយុប្រហែលគាត់មានជំងឺមហារីកនៅថ្លើមដូចគាត់ដែរស្ត្រីនោះមានភាពយ៉ាងសែនវេទនាហើយស្រែកធ្ងោយ៉ាងខ្លាំងនឹងការឈឺចាប់យើងមិនអាចលួងលោមគាត់បានឡើយយើងមានសេចក្តីអាណិតអាសូរគាត់ណាស់ដោយឃើញគាត់នៅក្នុងស្ថានភាពបែបនេះរីឯម្ដាយលោកវិញកាលណាយើងចូលទៅគាត់គ្រាន់តែញញឹមប៉ុណ្ណោះនៅយប់ដែលគាត់ទទួលអនិច្ចកម្មសមាជិកនៃគ្រួសារខ្លះបាននៅចម្រើនកម្មដ្ឋានជាមួយគាត់នៅពេលជិតអធ្រាត្រម៉ោង11យប់គាត់និយាយប្រាប់យើងថាយប់ណាស់ហើយអ្នកទាំងអស់គ្នាត្រូវទៅសម្រាកចុះប្រហែលពាក់កណ្ដាលអធ្រាត្រគ្រូពេទ្យដែលថែទាំគាត់បានសង្កេតឃើញថាអស់មានជីពចរនៅដៃគាត់ទៀតហើយនាងពេទ្យមានការព្រួយបារម្ភហើយដោយគិតថាសេចក្តីស្លាប់នឹងខិតជិតមកដល់ហើយនាងក៏សួរម្ដាយខ្ញុំថាតើខ្ញុំត្រូវដាស់កូនចៅរបស់លោកស្រីឬយ៉ាងដូចម្ដេចម្ដាយខ្ញុំក៏ឆ្លើយថាទេវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេកាលណាពេលមកដល់ខ្ញុំនឹងប្រាប់នាងដល់ម៉ោង3ទៀបភ្លឺគាត់ក៏ប្រាប់គិលានុបដ្ឋាយិកាថាឥឡូវនេះដល់ពេលហើយចូលដាស់ក្រុមគ្រួសារឲ្យចូលមកចុះខ្ញុំត្រូវស្លាប់នៅពេលឥឡូវនេះហើយដោយហេតុនេះយើងទាំងអស់គ្នាក៏បានភ្ញាក់ពីដំណេកយើងបានចូលទៅហើយបានសង្កេតឃើញថានៅកន្លែងជាច្រើននៃរូបកាយរបស់គាត់អស់មានជីពចរទៅហើយយើងបានវាយទូរស័ព្ទទៅលោកសាយគីនិងលោកគ្រូពេទ្យប្រចាំគ្រួសារលោកទាំងពីរក៏បានអញ្ជើញមកយ៉ាងរស់រាននៅពេលមកដល់គ្រូពេទ្យក៏បាននិយាយថាម្ដាយខ្ញុំនៅសល់តែ 2-3 នាទីប៉ុណ្ណោះទៀតទេលោកសាយគីបានមកដល់ក្រោយនោះបន្តិចម្ដាយខ្ញុំនៅសម្រានទោះបីអស់មានជីពចរនៅដៃគាត់ដូចជាមនុស្សស្លាប់ទៅហើយក៏ដោយក៏នៅពេលដែលគាត់ក៏លេចឃើញលោកគ្រូរបស់គាត់ភ្លាមគាត់នៅមានកម្លាំងលើកដៃរបស់គាត់មកផ្អោបគ្នាគោរពលោកសាយគីប្រហែល5នាទីមុនគាត់ស្លាប់គាត់បានសម្លឹងមើលមុខខ្ញុំហើយនិយាយថាគាត់ចង់អង្គុយភាវនាធម៌ខ្ញុំក៏លេចមើលទៅលោកគ្រូពេទ្យលោកគ្រូពេទ្យក៏និយាយថាទេមិនបានទេនៅតែ 2-3 នាទីទៀតគាត់នឹងផុតជីវិតហើយសូមទុកឲ្យគាត់អនិច្ចកម្មដោយស្ងប់ស្ងៀមទៅចុះបើលោកលើគាត់មុខតែនឹងមានការឈឺចាប់ខ្លាំងណាស់ឥឡូវនេះគាត់មានការឈឺចាប់ខ្លាំងណាស់ទៅហើយសូមទុកគាត់ត្រឹមនឹងចុះម្ដាយខ្ញុំបានឮលោកគ្រូពេទ្យដែរតែគាត់នៅតែនិយាយប្រាប់ខ្ញុំថាទេសូមជួយលើកគាត់ឲ្យអង្គុយភាវនាផងអង្ការខ្ញុំគិតថានេះជាសេចក្តីប្រាថ្នាចុងក្រោយបំផុតរបស់គាត់មិនរវល់នឹងការឈឺចាប់ទេពាក្យដែលលោកគ្រូពេទ្យនិយាយទៅនោះមិនជាការសំខាន់ទេខ្ញុំត្រូវតែជួយគាត់ឲ្យអង្គុយភាវនាគិតដូច្នោះហើយខ្ញុំក៏យកខ្នើយមកកល់ខ្នងគាត់ហើយគាត់ក៏ខំប្រឹងអង្គុយតាមឥរិយាបថអ្នកចម្រើនកម្មដ្ឋានដោយពេនភ្នែនហើយងាកមើលមកយើងទាំងអស់គ្នាខ្ញុំបានសួរទៅគាត់ថាម៉ែតើម៉ែពិសោធន៍ឃើញវេទនាទេតើម៉ែពិសោធន៍ឃើញអនិច្ចាឬទេគាត់យកដៃទៅស្ទាបក្បាលហើយឆ្លើយថាមែនហើយអនិច្ចាគាត់ញញឹមហើយប្រហែលកន្លះនាទីក្រោយមកគាត់ក៏ផុតជីវិតទៅនៅពេលរស់គាត់មានរស្មីពន្លឺនៅមុខគាត់
ឥឡូវនេះនៅពេលស្លាប់គាត់ក៏នៅតែមានពន្លឺរស្មីនៅលើមុខរបស់គាត់ដែររស់និងស្លាប់នៅក្នុងគន្លងធម៌នៅដើមខែមេសា1995ស្រាប់តែអ្នកស្រីវិមីលាហ្គោអិនកាប្អូនថ្លៃរបស់លោកហ្គោអិនកាបានទទួលមរណភាពក្នុងជន្មាយុ52ឆ្នាំលោកហ្គោអិនកាបានសរសេរអត្ថបទមួយអធិប្បាយអំពីជីវិតរស់នៅនិងសេចក្តីស្លាប់ក្នុងធម៌របស់អ្នកស្រីវិមីលាសម្រាប់ចុះផ្សាយក្នុងប្រតិបត្តិភាសាហិណ្ឌីតទៅនេះជាសេចក្តីប្រែសម្រួលបំព្រួញពីភាសាអង់គ្លេសចុះផ្សាយក្នុងប្រតិបត្តិវិបស្សនាក្បាលទី24លេខ2សិសិរៈរដូវ1997កាលនាងមានអាយុ19ឆ្នាំវិមេលាបានមករួមរស់ក្នុងគ្រួសាររបស់យើងជាលើកដំបូងក្នុងឋានៈជាប្រពន្ធរបស់ប្អូនប្រុសខ្ញុំឈ្មោះរ៉ាធេស្យាមគឺនៅក្នុងឆ្នាំ1961ពេលដែលយើងរស់នៅក្នុងទីក្រុងរ៉ង់ហ្គូនប្រទេសភូមានៅពេលនោះគ្រួសារយើងទាំងមូលបានចូលស៊ុបក្នុងការបដិបត្តិវិបស្សនាកម្មដ្ឋានក្រោមការដឹកនាំដោយករុណានៃលោកគ្រូអាចារ្យរបស់ខ្ញុំលោកសាយ៉ាគីអ៊ូបាឃីនវិមេលាមានកំណើតនៅក្នុងគ្រួសារអ្នកចេះដឹងនៅក្នុងទីក្រុងកាល់គូតាហើយចំពោះនាងវិបស្សនាកម្មដ្ឋានជារបស់មួយថ្មីតែក្នុងរយៈពេល 2-3 ខែប៉ុណ្ណោះនាងក៏បានសម្រេចចិត្តសាកល្បងបដិបត្តិវិបស្សនាកម្មដ្ឋានតាំងតែពីធម្មសិក្សាលើកទី1ម្លេះនាងពេញចិត្តនឹងទទួលយកការបដិបត្តិនេះហើយបានចាប់ផ្ដើមហែលក្នុងទន្លេគង្គាព្រះធម៌ដូចជាត្រីមួយនៅក្នុងទឹកវិមេលាមានសញ្ញាបត្រខាងវិទ្យាសាស្ត្រហើយការរៀនបដិបត្តិវិបស្សនាដោយរុករកពិនិត្យមើលបានតាក់ទាញប្រាជ្ញាឆ្លៀសវៃរបស់នាងបានចូលរួមក្នុងធម្មសិក្សា10ថ្ងៃក្រោមការដឹកនាំរបស់លោកគ្រូធម្មអាចារ្យអ៊ូបាឃីនជាច្រើនដងហើយលោកគ្រូពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់នាងពេលព្រឹកនិងល្ងាចនាងចម្រើនកម្មដ្ឋាននៅផ្ទះជាមួយក្រុមគ្រួសារហើយនៅថ្ងៃអាទិត្យនាងបានចូលរួមជាមួយយើងទាំងអស់គ្នាដើម្បីចម្រើនកម្មដ្ឋានជាមួយលោកគ្រូធម្មអាចារ្យនៅមជ្ឈមណ្ឌលរបស់លោកនៅដើមឆ្នាំ1965ដោយមកអំពីមានការផ្លាស់ប្ដូររបបនយោបាយនៅប្រទេសភូមារ៉ាធេស្យាមនិងវិមេលាក៏បានវិលត្រឡប់ទៅប្រទេសឥណ្ឌាវិញនាសម័យនោះគ្មានសមាជិកណាម្នាក់នៃគ្រួសារធំទូលាយរបស់យើងបានបដិបត្តិវិបស្សនាកម្មដ្ឋានទេសូម្បីតែបច្ចេកទេសវិបស្សនាកម្មដ្ឋានក៏គ្មាននៅប្រទេសឥណ្ឌានេះផងក៏ប៉ុន្តែរ៉ាធេស្យាមនិងវិមេលាបានរក្សាការបដិបត្តិរបស់គេរៀងរាល់ថ្ងៃទុករហូតបើគេត្រូវការបំភ្លឺអំពីបច្ចេកទេសគេបានទទួលការបំភ្លឺនេះតាមការតាក់ទងសម្បត្តិជាមួយទីក្រុងរ៉ង់ហ្គូននៅខែមិថុនាឆ្នាំ1969ខ្ញុំបានវិលត្រឡប់ទៅប្រទេសឥណ្ឌាវិញដោយនាំយករតនៈនៃវិបស្សនាកម្មដ្ឋានត្រឡប់ទៅប្រទេសដើមកំណើតវិញធម្មសិក្សាជាលើកដំបូងនៅប្រទេសឥណ្ឌាត្រូវបានរៀបចំឡើងដោយជំនួយពីក្រុមគ្រួសារដែលមានជំនឿស៊ុបក្នុងវិបស្សនាកម្មដ្ឋាននិងសហការីខ្ញុំមួយចំនួនមកពីប្រទេសភូមាដែលវិលត្រឡប់ទៅប្រទេសឥណ្ឌាមុនខ្ញុំបន្ទាប់ពីធម្មសិក្សាលើកទី2នៅទីក្រុងម៉ាដ្រាសខ្ញុំបានវិលត្រឡប់ទៅនៅជាមួយរ៉ាធេស្យាមនិងវិមេលានៅស្រុកតាដេប៉ាលីគូដំខ្ញុំបានគិតថាកាលណាវីសា3ខែរបស់ខ្ញុំផុតកំណត់ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសភូមាវិញប៉ុន្តែខ្ញុំនៅតែនឹកឃើញជានិច្ចនៅពាក្យសម្ដីរបស់លោកគ្រូអ៊ូបាឃីនថា25សតវត្សបានកន្លងផុតទៅហើយពេលនៃការរស់រានមានជីវិតឡើងវិញនៃវិបស្សនាកម្មដ្ឋានបានមកដល់ហើយឥឡូវនេះនៅប្រទេសឥណ្ឌាមានមនុស្សប្រកបដោយបារមីជាច្រើននឹងជួយគាំទ្រអ្នកក្នុងការបំពេញកិច្ចការវិបស្សនាវិមេលានិងរ៉ាធេស្យាមបានយល់យ៉ាងច្បាស់ថាខ្ញុំគួរតែបោះបង់ចោលនៅគំនិតដែលប្រុងត្រឡប់ទៅប្រទេសភូមាវិញវិមេលាជឿជាក់ថាជំនឿរបស់លោកគ្រូបាឃីនអំពីការរស់រានមានជីវិតឡើងវិញនៃវិបស្សនាកម្មដ្ឋាននឹងបានសម្រេចឥឡូវនេះបញ្ហាស្មុគស្មាញបានកើតឡើងអំពីរឿងរៀបចំធម្មសិក្សាទី3នៅសារនាតដែលជាបូជនីយដ្ឋានមួយដែលព្រះពុទ្ធគោតមបានត្រាស់សម្ដែងធម្មទេសនាលើកទី1គឺធម្មចក្រកប្បវត្តនសូត្រលោកគ្រូបាឃីនមានបំណងយ៉ាងខ្លាំងចង់ឲ្យធ្វើធម្មសិក្សាមួយនៅទីនោះក្នុងធម្មសិក្សា2ដងលើកមុនប្រាក់ចំណាយទាំងប៉ុន្មានត្រូវបានខរិយវាសទាំងឡាយទទួលរ៉ាប់រងរីឯធម្មសិក្សានៅសារនាត
រៀបចំឡើងជាអាចសម្រាប់បព្វជិតទាំងឡាយប្រាក់អំណោយទានគ្រប់គ្រាន់សម្រាប់រៀបចំធម្មសិក្សានេះមិនអាចសុំឲ្យបព្វជិតចេញបានទេខ្ញុំក៏មិនអាចសុំឲ្យគ្រួសារទទួលរ៉ាប់រងចំណាយថែមទៀតបានដែរពីព្រោះថ្មីបើគេមិនមែនជាអ្នកចម្រើនកម្មដ្ឋានក៏ដោយតែគេមានចិត្តសប្បុរសចំណាយប្រាក់ចេញថ្លៃធ្វើដំណើរនិងការស្នាក់អាស្រ័យសពគ្រប់របស់ខ្ញុំរួចហើយខ្ញុំបានចាប់ផ្ដើមគិតថាមិនគួររៀបចំធម្មសិក្សានៅសារនាតទេនៅពេលនោះគំនិតមួយបានកើតឡើងនៅក្នុងចិត្តថាមិនក៏ខ្ញុំចាំបាច់ទៅរកអ្នកណាមកដោះស្រាយព្រះធម៌នឹងដោះស្រាយបញ្ហានេះខ្ញុំគ្រាន់តែជាភាគមួយប៉ុណ្ណោះបើវិបស្សនាកម្មដ្ឋានត្រូវបានតាំងស៊ុបជាថ្មីឡើងវិញនៅប្រទេសឥណ្ឌាដំណោះស្រាយខ្លះនឹងលេចចេញមកដោយឯងដោយបានធូរចិត្តក្នុងរឿងកង្វល់នេះខ្ញុំក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ដោយចិត្តស្ងប់សម្រាប់ធ្វើដំណើរនៅពេលឆាប់ៗនេះ2-3ម៉ោងក្រោយមករថយន្តឈ្នួលមួយបានមកដល់មុខផ្ទះដើម្បីដឹកនាំខ្ញុំទៅស្ថានីយ៍រថភ្លើងរំពេចនោះវិមេលាក៏បានមកដល់ដែរដើម្បីសម្ដែងការគោរពរបស់ខ្លួនដោយសុភាពនាងបានហុចរបស់អ្វីមួយខ្ចប់ក្នុងកូនកន្សែងដៃមកឲ្យខ្ញុំមានប្រាក់កាក់ 2-3 ធ្លាក់ចេញពីនោះមកប្រហែលជាចាប់តាំងពីពេលដែលបានត្រឡប់មកប្រទេសឥណ្ឌាវិញរៀងរាល់ខែនាងបានដកប្រាក់ខ្លះចេញអំពីប្រាក់សម្រាប់ចាយវាយក្នុងផ្ទះសម្រាប់សន្សំទុកនាងបានដាក់ប្រាក់ដែលនាងបានសន្សំទាំងអស់នៅក្នុងកូនកញ្ចប់កន្សែងដៃនេះនាងបាននិយាយដោយរីករាយនឹងយ៉ាងខ្លាំងថាលោកបងប្រាក់នេះអាចជាជំនួយដល់ការដឹកនាំធម្មសិក្សារបស់លោកបងទៅអនាគតតើគំនិតដ៏ល្អនេះបានកើតឡើងនៅក្នុងចិត្តនាងយ៉ាងដូចម្តេចខ្ញុំមិនដែលបាននិយាយអំពីការព្រួយបារម្ភរបស់ខ្ញុំក្នុងរឿងលុយកាក់ប្រាប់នរណាម្នាក់ឡើយនេះគឺប្រកាសជាព្រះធម៌ហើយដែលបានធ្វើឲ្យរឿងនេះកើតឡើងខ្ញុំបានដឹងច្បាស់ថានៅពេលនោះសមាជិកគ្រប់រូបនៃគ្រួសារបានទទួលប្រាក់កាសតិចបំផុតល្មមគ្រប់គ្រាន់ទប់ទល់នឹងការចំណាយក្នុងការត្រូវការចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះប៉ុន្តែសូម្បីក្នុងទឹកប្រាក់តិចតួចស្រួចស្ដាងនេះក៏ដោយក៏នាងអាចលៃលកយ៉ាងប្រញាប់សន្សំទុកបានសម្រាប់ដើម្បីបម្រើព្រះធម៌ដែរទោះបីខ្ញុំបានប្រកែកយ៉ាងណាក៏ដោយក៏នាងនៅតែនិយាយដដែលសូមឲ្យខ្ញុំទទួលរួចហើយនាងក៏យកកញ្ចប់នេះដាក់ក្នុងអីវ៉ាន់ខ្ញុំទៅមិនត្រឹមតែបេះដូងខ្ញុំប៉ុណ្ណោះទេភ្នែករបស់ខ្ញុំក៏ពោពេញទៅដោយសេចក្តីរីករាយដែរសូម្បីតែសពថ្ងៃនេះក៏ដោយកាលណាខ្ញុំនឹកឃើញរឿងនេះឡើងបេះដូងនិងចិត្តរបស់ខ្ញុំពោពេញទៅដោយមុទិតាហើយខ្ញុំមានមនោសញ្ចេតនាអនុមោទនាសាធុសាធុសាធុការធ្វើដំណើរនេះបានប្រកបដោយជោគជ័យខ្ញុំបានត្រឡប់មកផ្ទះរាធេശ്យាមនិងវិមេលាវិញក្រោយពីបានដឹកនាំធម្មសិក្សាទី3និងទី4នៅសារនាតនិងកាល់គីតាមកធម្មសិក្សាមួយទៀតត្រូវបានរៀបចំឡើងនៅក្នុងរោងចក្រគ្រួសារនៅតាដេប៉ាលីគូដំវិមេលាបានថតធម្មទេសនាពេលល្ងាចទាំងអស់ហើយបានសរសេរចម្លងចេញមកដោយដៃយ៉ាងប្រុងប្រយ័ត្ននៅគ្រប់ធម្មទេសនាទាំងអស់កិច្ចការនេះត្រូវការព្យាយាមខ្លាំងណាស់ប៉ុន្តែនាងបាននិយាយថាការស្ដាប់ខ្សែអាត់ទាំងឡាយនោះបាននាំនាងឲ្យចូលទៅក្នុងគន្លងព្រះធម៌ហើយកិច្ចការនេះជាសេចក្តីរីករាយមួយមិនមែនជាបន្ទុកទេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរាធេശ്យាមនិងវិមេលាបានបម្រើព្រះធម៌ក្នុងឋានៈជាគ្រូជំនួយច្បងនិងជាអ្នករៀបចំបោះពុម្ពសៀវភៅធម៌នៅក្នុងឆ្នាំ1995វិមេលាបានទទួលរៀបចំបោះពុម្ពធម្មទេសនា5របស់ខ្ញុំជាភាសាហិណ្ឌីហើយនាងបានធ្វើចប់សពគ្រប់នៅថ្ងៃទី1ខែមេសាស្អែកឡើងវិមេលានិងរាធេശ്យាមត្រូវទៅដឹកនាំធម្មសិក្សាមួយថ្ងៃនៅទីក្រុងប៊ុំបេក្រោយពីបានដឹកនាំវិបស្សនានាថ្ងៃរសៀលរួចហើយនាងបានចាប់ផ្ដើមមិនស្រួលខ្លួនហើយបានសុំរាធេശ്យាមឲ្យនាំនាងយកទៅផ្ទះពេលទៅដល់ផ្ទះនាងក៏បានអង្វរសុំឲ្យប្តីត្រឡប់ទៅបន្តបញ្ចប់ការដឹកនាំធម្មសិក្សាវិញនាងបានបដិញ្ញាចិត្តប្រឈមមុខតទល់នឹងការមិនស្រួលខ្លួនរបស់នាងតែម្នាក់ឯងពេលដែលរាធេശ്យាមត្រឡប់មកដល់ផ្ទះវិញក្រោយពីបានដឹកនាំធម្មសិក្សារួចហើយនាងបានទទួលអនិច្ចកម្មនៅលើគ្រែទៅហើយនាងមិនបានហៅអ្នកណាម្នាក់ឲ្យជួយនាងទេហើយបានទទួលមរណភាពដោយស្ងប់ស្ងាត់តែម្នាក់ឯងវិមេលាកើតរោគហឺតមួយរយៈពេលមកហើយនាងធ្លាប់បាននិយាយថាជំងឺរបស់នាងជាគ្រូអាចារ្យមួយយ៉ាងឆ្នើមទំនងជានៅចិត្តទីបញ្ចប់
រោគហឺតរបស់នាងមានភាពធ្ងន់ឡើងថែមទៀតនាងអាចវាយទូរស័ព្ទហៅរកសមាជិកគ្រួសារឲ្យទៀតបានប៉ុន្តែប្រហែលជាអ្នកជឿស៊ប់ក្នុងព្រះធម៌ដ៏ឆ្នើមនេះបានយល់ថាការទទួលមរណភាពដោយមានសតិដឹងនិងរក្សាភាពឧបេក្ខាប្រសើរជាងការហៅរកជំនួយក្នុងភាពជ្រួលច្របល់កាលណាសិស្សប្រឈមមុខតទួលនឹងការឈឺចុកចាប់ខ្លាំងពេកនៅពេលចម្រើនកម្មដ្ឋានយើងច្រើនតែទូន្មានឲ្យគេពិនិត្យមើលវេទនាផ្សេងនៅត្រង់បាតដៃពិនិត្យមើលវាដោយឥតលំអៀងប្រកបដោយចិត្តស្ងប់ស្ងាត់វិមេលាបានបង្រៀនរបៀបនេះដល់សិស្សទាំងឡាយរបស់នាងហើយបានបដិបត្តិតាមអ្វីៗដែលនាងបានបង្រៀនគេបាតដៃទាំងពីរនៃសាកសពផ្ងាស្រទៀងដូចជាគេបានផ្ងានៅពេលដែលគេចម្រើនកម្មដ្ឋានពិនិត្យមើលវេទនាផ្សេងនៅត្រង់បាតដៃអញ្ចឹងពន្លឺនៃសន្តិភាពនៅលើមុខរបស់នាងជារបស់មួយប្លែកមិនមែនធម្មតាទេគឺវាច្បាស់ណាស់ហើយថានៅពេលដែលចម្រើនកម្មដ្ឋានបែបនេះនាងបានសម្ដែងស្វាគមន៍ចំពោះសេចក្តីស្លាប់របស់នាងដោយឧបេក្ខា